រឿងសេះធ្វើត្រាប់តាមដំណើរគ្រូបង្វឹកកាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តចេតវ័នព្រះអង្គបានលើកជាដកមកសម្ដែងដើម្បីទូន្មានដល់ភិក្ខុមួយអង្គដែលសាប់គប់យកទេវទត្តធ្វើជាមិត្តរហូតធ្វើឲ្យសាបរលាបឈានអស់មានដំណើរថាកាលកន្លងទៅគ្រាព្រះបាទសមៈសោយរាជ្យនៅក្រុងពារាណសីតថាគតកើតជាប្រោហិតមានតួនាទីថ្វាយការបង្រៀនដល់ព្រះរាជាអំពីរឿងអដ្ឋធម៌ព្រះរាជាមានសេះព្រះទីនាំងមួយក្បាលឈ្មោះបណ្ឌវៈដែលមានគ្រូបង្វឹកជាមនុស្សពិការជើងដែលមានឈ្មោះថាគិរិទិតៈរាល់ពេលគិរិទិតៈដើរកាន់បង្ហៀបង្វឹកសេះព្រះទីនាំងគេតែងដើរជើងប៉ាំងខ្ញាតសេះព្រះទីនាំងឃើញដូច្នោះក៏គិតថានេះគឺជាស្ទីលដើររបស់មនុស្សសង្ហាវាក៏ខំដើរត្រាប់តាមលុះក្រោយមកសេះព្រះទីនាំងនោះក៏ដើរខ្ជិតជើងជារៀងរហូតព្រះរាជាទតឃើញសេះព្រះទីនាំងដើរប៉ាំងខ្ញាតដូច្នេះទ្រង់ព្រះតម្រិះថាប្រហែលសេះមានរបួសទើបព្រះអង្គបញ្ជាឲ្យគ្រូពេទ្យទៅត្រួតពិនិត្យមើលថាតើវាកើតជំងឺអ្វីតែគ្រូពេទ្យមិនឃើញមានជំងឺអ្វីទាំងអស់ព្រះរាជាក៏ឲ្យប្រោហិតជាគ្រូស្វែងរកមូលហេតុម្ដងក្រោយពីពិនិត្យរួចប្រោហិតពោលឡើងថាការដែលសេះព្រះទីនាំងដើរប៉ាំងខ្ញាតដូច្នេះព្រោះតែមានអ្នកបង្វឹកមិនល្អហេតុនេះត្រូវតែរកអ្នកបង្វឹកដែលមានរូបសម្បត្តិសមរម្យមានកាយសម្បទាពេញលេញនោះសេះព្រះទីនាំងនឹងជាដូចដើមវិញមិនខានក្រោយពេលធ្វើតាមការណែនាំរបស់ប្រោហិតសេះព្រះទីនាំងក៏ដើរតាមធម្មតាមកវិញកាលក្រោយមកសេះព្រះទីនាំងកើតជាភិក្ខុដែលគោរពទេវទត្តនាយគរិទិតៈគឺជាទេវទត្តព្រះបាទសមៈគឺព្រះអានន្ទរីឯប្រោហិតគឺជាអង្គតថាគតអ្នកដែលជាគ្រូគួរតែជាមនុស្សល្អដើម្បីផ្ដល់គំរូល្អដល់សិស្សរបស់ខ្លួនរឿងមន្តគាថាសាបរលាបកាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តចេតវ័នព្រះអង្គបានលើកជាដកមកសម្ដែងទូន្មានមានុព្រាហ្មណ៍ម្នាក់ឲ្យចេះធ្វើចិត្តឲ្យស្រស់ស្រាយមិនមួម៉ងទើបធ្វើកិច្ចការអ្វីៗបានសម្រេចដូចបំណងមានដំណើរថាកាលកន្លងទៅគ្រាព្រះបាទព្រហ្មទត្តសោយរាជ្យនៅក្រុងពារាណសីកាលនោះតថាគតកើតក្នុងត្រកូលព្រាហ្មណ៍មួយពេលចម្រើនវ័យធំឡើងក៏ទៅសិក្សានៅសំណាក់តក្កសិលាចេះជំនាញមុខវិជ្ជាការជាច្រើនហើយបន្ទាប់មកក៏ត្រឡប់ទៅស្រុកកំណើតនៅឯក្រុងពារាណសីវិញហើយធ្វើជាគ្រូបង្រៀនសិស្សចំនួន500នាក់គ្រានោះដែរនៅក្នុងសំណាក់មានមនុស្សព្រាហ្មណ៍ម្នាក់ជាមនុស្សមានបញ្ញាខិតខំរៀនរហូតស្ទាត់ជំនាញគ្រូក៏ប្រគល់តួនាទីជាគ្រូបន្តឲ្យជួយបង្រៀនសិស្សដទៃទៀតដើម្បីជួយសម្រាលបន្ទុករបស់គ្រូបានខ្លះមនុស្សព្រាហ្មណ៍ដែលជាគ្រូនោះដោយសាររវល់នឹងការបង្រៀនពេកក៏កើតមានអារម្មណ៍មួម៉ងធ្វើឲ្យគ្មានពេលសិក្សារៀនសូត្រនិងរំលឹកទន្ទិញមន្តគាថាដែលធ្លាប់រៀនកន្លងមកទើបត្រូវសាបទៅវិញអស់ពេលសេចក្តីនេះបានដឹងទៅដល់គ្រូ
លោកគ្រូក៏ពោលទូន្មានទៅមាណពព្រាហ្មណ៍នោះថាជារឿងធម្មតានៅពេលមានអារម្មណ៍មួងម៉ងល្អក់កកហើយបុគ្គលម្នាក់តែងតែមើលមិនឃើញពីតួនាទីរបស់ខ្លួនហើយក៏មិនគិតជួយអ្នកដទៃអ្វីដែរហើយមុនគេថាដែលធ្លាប់តែស្ទាត់ជំនាញក៏ត្រូវសាបបាត់បង់តែបើបុគ្គលម្នាក់មានចិត្តស្រស់ថ្លាពួកគេក៏នឹងមើលឃើញពីតួនាទីរបស់ខ្លួននិងតែងមានសតិចាំជួយអ្នកដទៃជានិច្ចដោយតែនឹងទឹកថ្លាតែងតែមើលឃើញអ្វីៗនៅក្នុងនោះដូច្នេះមុនគេថាដែលសាបក៏នឹងបានស្ទាត់ជំនាញដោយកាលពីមុនមកវិញផងដែរកាលក្រោយមកមាណពព្រាហ្មណ៍កើតជាព្រាហ្មណ៍ក្នុងកាលនេះចំណែកគ្រូគឺជាអង្គតថាគតពេលមានអារម្មណ៍ស្រស់ថ្លាទើបកើតបញ្ញាភ្លឺស្វាង